សញ្ញារបស់ទឹកនោមផ្អែមភេទទី1គឺសញ្ញានៃការកើនឡើងនៅបរិមាណខ្ពស់ជ្រុលរបស់ជាតិស្ករ បាទ ភាគច្រើនពេលតែគេ discovery ទឹកនោមផ្អែមភេទទី1គឺឡើងខ្ពស់ជ្រុលហើយអញ្ចឹងយើងឃើញកុមារហ្នឹងដូចថាគាត់មានលក្ខណៈនោមច្រើនខុសពីធម្មតាណានោមច្រើនដងមែនទេខុសពីធម្មតាគាត់ឃ្លានខុសពីធម្មតាញ៉ាំច្រើនប៉ុន្តែគាត់ស្រកគីឡូណាគាត់ញ៉ាំច្រើនតែគាត់ស្រកគីឡូគាត់ស្រេកទឹកគាត់ខំញ៉ាំទឹកប៉ុន្តែគាត់នៅតែស្រេកទឹកណាអាសញ្ញាដែលបងប្អូនសម្គាល់ពីច្រើនគ្មានទៅនោមញឹកអញ្ចឹងណាហើយបើថាទៅនោមរហូតដល់លិតទៅផ្អែមឬសម្រាប់រោមអីហ្មងអាហ្នឹងកម្រិតខ្ពស់ហើយអាហ្នឹងគឺពិតជាមានមែនដោយសារជាតិស្ករក្នុងទៅនោមនឹងច្រើនណាប៉ុន្តែសញ្ញាដែលគួរសម្គាល់ដំបូងគឺគាត់ញ៉ាំច្រើនតែស្រកគីឡូណាគាត់ញ៉ាំទឹកច្រើនគាត់ញ៉ាំច្រើនគួរតែមានកម្លាំងប៉ុន្តែបែរទៅជាហេវហត់អត់សូវមានកម្លាំងទេព្រោះអីគាត់អត់មានអ៊ីនស៊ូលីនជួយផលិតថាមពលទេបាទគឺខ្វះអ៊ីនស៊ូលីនទៅស្ករនៅកម្រិតខ្ពស់នៅក្នុងពេញចរន្តឈាមប៉ុន្តែមិនបានយកទៅប្រើប្រាស់ហេវហត់អស់កម្លាំងចុះស្រកគីឡូណា